ពេកទប់លែងជាប់ស្រីអ៊ីតដាក់ចំទៅខាងប្រុសកុំឲ្យរៀបរាប់វែងឆ្ងាយរឿងរ៉ាវប្តីប្រពន្ធរៀបរាប់មិនចេះអស់ទេសំខាន់ពេលអ្នកក្រោយចូលមកដល់ប្រពន្ធអាក្រក់គ្រប់យ៉ាងទទួលយកធម្មពលគ្មានជាតិហ្គាជាមួយគ្រុឌជួឆើតសេវាកម្មកម្ចីកាត់គ្រី LOLC ផ្ដល់សាច់ប្រាក់រហូតដល់ 75% នៃតម្លៃយានយន្តរបស់លោកអ្នកជាមួយនឹងការប្រាក់សមរម្យឯកសារតម្រូវងាយស្រួលនិងការអនុម័តយ៉ាងឆាប់រហ័សតាក់ទងមក LOLC ឥឡូវនេះបន្ទាប់ពីបាត់ឃើញការបកស្រាយពីភាគីខាងប្រុសជុំវិញរឿងរ៉ាវកំពុងតែផ្ទុះការចាប់អារម្មណ៍ពាក់ព័ន្ធជាមួយអតីតប្តីប្រពន្ធមួយគូដែលមានការបែកញែកថាលួចផិតក្បត់ទៅភ្ជាប់ពាក្យជាមួយអ្នកថ្មីដែលទើបស្គាល់គ្នា6ខែស្រាប់តែតារាកំ pl ែងស្រីអ៊ីតបានចេញមុខបញ្ចេញមតិផ្ដាំចំទៅវិញថាកុំឲ្យគេរៀបរាប់ច្រើនវែងឆ្ងាយដោយតាមរយៈការshareចែករំលែកបន្តនៅលើបណ្ដាញសង្គមនៅព្រឹកថ្ងៃទី4ខែតុលានេះស្រីអ៊ីតបាននិយាយថារៀបរាប់វែងឆ្ងាយស្អីរឿងរ៉ាវប្តីប្រពន្ធរៀបរាប់មិនចេះអស់ទេពេលដែលបែកគ្នាឆ្លងកាត់ហើយអ្វីដែលសំខាន់ពេលអ្នកក្រោយចូលមកដល់ប្រពន្ធអាក្រក់គ្រប់យ៉ាងគិតទៅគិតខ្លួនឯងទៅប្រពន្ធស្រឡាញ់10ឆ្នាំជាងមានទាំងកូន2ទៀតនៅគ្មានសល់ពាក្យថាល្អបាច់មែនអាណិតតែកូនយកទៅអូនអ្នកក្រោយក្មេងហើយស្អាតទើបស្រឡាញ់6ខែវាល្អចឹងហើយតិចទៀតដឹងហើយយកអា10ឆ្នាំមកផ្ទឹមនឹង6ខែអីទៅមិនរួចទេឃ្លាតឆ្ងាញ់ស្រឡាញ់ល្អការលើកឡើងរបស់តារាកំ pl ែងស្រីចាក់ទឹកមិនលិចស្រីអ៊ីតពិតជាចាក់ដោតយ៉ាងខ្លាំងខណៈអ្នកលេងបណ្ដាញសង្គមមានទាំងអ្នកសិល្បៈជាច្រើនបានបង្ហាញការគាំទ្រចំពោះការលើកឡើងនេះសម្រាប់តារាកំ pl ែងស្រីអ៊ីតក៏ធ្លាប់ជួបហើយដែរពាក្យបែកបាក់និងបានស្ពីឈ្មោះជាស្ត្រីមេម៉ាយមកដល់សប្តាហ៍នេះផងដែរសូមបញ្ជាក់ថាការបញ្ចេញមតិរបស់ប្អូនស្រីបង្កើតនាយក្រូចនាពេលនេះគឺបានធ្វើឡើងបន្ទាប់ពីនៅលើបណ្ដាញសង្គមផ្ទុះការបែកញែកយ៉ាងខ្លាំងជុំវិញរឿងរ៉ាវបរិះម្នាក់ដែលត្រូវបានគេចោទថាក្បត់ចិត្តប្រពន្ធនិងកូនទៅមានអ្នកថ្មីហើយភ្ជាប់ពាក្យជាថ្មីដែលជានារីវ័យក្មេងក្រោយផ្តិតមេដៃលែងលះគ្នាជាមួយអតីតភរិយាបានមួយថ្ងៃធ្វើឲ្យមានការហួចចិត្តនិងរិះគន់យ៉ាងខ្លាំងទៅលើបរិះរូបនោះបើទោះបីជាភាគីខាងប្រុសបានចេញបកស្រាយយ៉ាងណាក៏ដោយ